សម្រាប់មកគូនេះប្រហែលជាមិនចប់ទឹកទេបងប្អូនហើយក៏មិនអាចមើលរំលងបានដែរសម្រាប់ជំនួបរវាងកីឡាករធនវិស្ណុប៉ះជាមួយនឹងកីឡាករប៉ែនកៈមហាមិត្តដែលជាការប្រកួតទៅដើមពានរង្វាន់គ្រាប់គុណខ្មែរនៅថ្ងៃទី12នេះបងប្អូនអញ្ចឹងសម្រាប់ធនវិស្ណុជាមួយនឹងកីឡាករប៉ែនកៈមហាមិត្តបច្ចុប្បន្ននេះគឺឡើងជើងខ្លាំងដូចគ្នាធនវិស្ណុមករយៈចុងក្រោយនេះវាយអត់ដែរចាញ់ទេបងប្អូនទាំងការប្រកួតមិត្តភាពអន្តរជាតិទាំងការប្រកួតប៉ះជាមួយនឹងកីឡាករជួរមុខគុណខ្មែររបស់យើងហើយធនវិស្ណុនេះក៏គេធ្លាប់ឈ្នះសិស្សច្បងកីឡាករប៉ែនកៈមហាមិត្តដែរគឺកីឡាករបឺតធម្មតាដោយការប្រកួតនេះដូចជាលេងពាន Foreman Tournament បងប្អូនដោយជុំមួយគេផ្ដួលកីឡាករមនបានីនៅជុំ2ឈ្នះបឺតធម្មតាហើយបឺតធម្មតានេះបើនិយាយពីកីឡាករគុណខ្មែរយើងលំដាប់ហើយនៅក្នុងប្រភេទគីឡូ54យើងងាកទៅកីឡាករប៉ែនកៈមហាមិត្តមកប្រកួតចុងក្រោយទៅគាត់ឡើងគីឡូ54គឺគាត់ឈ្នះប៊ុនសធាអញ្ចឹងសម្រាប់អ្នកទាំងពីរនេះអាចនិយាយបានថាធនវិស្ណុឡើងមកសងសឹកឲ្យប៊ុនសធាហើយមហាមិត្តសងសឹកឲ្យកីឡាករបឺតធម្មតាបាទបើយើងនិយាយពីប្រវត្តិពីបទពិសោធន៍គឺធនវិស្ណុគាត់រៀងចាស់ភាសាជាងគាត់វាយយូរហើយសម្រាប់ធនវិស្ណុហើយប៉ែនកៈមហាមិត្តគឺគាត់មកក្រោយទេប៉ុន្តែគាត់ឡើងជើងហើយការប្រកួតរបស់ប៉ែនកៈមហាមិត្តគឺចាញ់តាមមកប្រកួតទេគឺចាញ់ការរីកបាំងស្លឹកដុំសរុបសម្រាប់មកគូនេះបើភាគរយគឺខ្ញុំគិតថាប៉ែនកៈមហាមិត្តគាត់មានតែមជាងទោះបីជាប៉ែនកៈមហាមិត្តកីឡាករលោកក្រោយប៉ុន្តែបច្ចុប្បន្នគាត់កំពុងតែឡើងជើងហើយអ្វីដែលគាត់អំណោយផលជាងធនវិស្ណុនោះទាំងកាយសម្បទាក៏ដូចជាភាពវៃឆ្លាតនិងអាវុធរបស់គាត់ក៏គ្រប់គ្រឿងដែរការចេញចូលរបស់គាត់លឿនដោយការប៉ះប៊ុនសធាអញ្ចឹងហើយធនវិស្ណុបើនិយាយពីកាយសម្បទាវិញគឺគាត់ចាញ់កីឡាករមហាម៉ាត់គឺគាត់រៀងមានល្អិតជាងប៉ុន្តែមានល្អិតចិត្តធំសម្រាប់ធនវិស្ណុប៉ុន្តែបើប៉ះមួយមហាម៉ាត់ខ្ញុំបាទគិតថារៀងពិបាកខ្លាចចេញចូលអត់ទាន់មហាម៉ាត់បើនិយាយពីចិត្តវិញទទួលស្គាល់ថាចិត្តធនវិស្ណុនេះគឺគាត់ល្អសម្រាប់មកគូនេះបើសិនជាការប្រកួតចប់5ទឹកខ្ញុំជឿជាក់ថាឈ្នះចាញ់អត់ដាច់ទេបងប្អូនប៉ុន្តែបើសិនជាភាគរយឈ្នះចាញ់សន្លប់ខ្ញុំបាទគិតថាមហាមិត្តគឺគាត់មានតាមជាងធនវិស្ណុសម្រាប់មកគូនេះហើយបើភាគរយគឺខ្ញុំនៅតែគិតថាមហាមិត្តនឹងយកឈ្នះទៅលើកីឡាករធនវិស្ណុប៉ុន្តែបើចប់5ទឹកឈ្នះចាញ់គឺនឹងអត់ដាច់ស្រេចអាចនឹងមានការរិះគន់ទៀតសម្រាប់មកគូនេះ